ខ្ញុំនឹងលើករឿងមួយដែលយកមកសម្រាយដែលមានឈ្មោះថា Goku Daimaku ដែលគេនិយាយអំពីពិភពលោករងការបំផ្លិចបំផ្លាញដ៏ធំមួយដោយអផូកាលីបដើរក្នុងពិភពលោកពោពេញទៅដោយ monster ការមកចុះសាច់រឿងយើងវិញសាក់មកទីលានមួយពោពេញទៅដោយពេញក្មេងរត់លេងក្នុងទីក្រុងដោយទំនើបពេលប្រឡងក៏មាន AI ធ្វើជាអ្នកត្រួតពិនិត្យដែរហើយពួកគេកំពុងតែប្រឡងសោកសាប់តែមានសារមួយលោតមកថាតើពួកគេចង់ចេញទៅខាងក្រៅចំណែកនៅក្រៅវិញយើងមកស្គាល់ទូប្រងទូស័យនៃទូប្រងមានឈ្មោះថាម៉ារូហើយទូស័យមីគីរីតូពួកគេកំពុងតែស្វែងរកផ្ទះដើម្បីស្នាក់នៅបន្ទាប់មកម៉ារូក៏បានរកឃើញផ្ទះមួយដែលគេបោះបង់ចោលហើយពួកគេក៏បាននាំគ្នារកអីវ៉ាន់ណាដែលអាចប្រើប្រាស់បានបន្ទាប់មកនាងក៏បានរកឃើញបង្គន់មួយហើយនាងក៏បាននិយាយថាវាពិតជាល្អណាស់តាំងពីធ្វើដំណើរមកដែរបានហើយបន្ទាប់មកម៉ារូយើងក៏បានដើរមកធ្វើដូចជាគ្មានរឿងអ្វីដែលកើតឡើងចឹងបន្ទាប់ពីនោះពួកគេក៏បាននាំគ្នាដើររកអីវ៉ាន់ដែលអាចប្រើប្រាស់បានស្រាប់តែមកដល់បន្ទប់មួយដែលបានជួបនឹងម្ចាស់ផ្ទះដែលដេកស្លាប់នៅលើគ្រែហើយពួកគេក៏បាននិយាយថាមនុស្សភាគច្រើនស្លាប់ដោយសារភាពការអត់ឃ្លាននៃគីរ៉ូកូកំពុងតែធ្វើការអាហារពេលថ្ងៃត្រៀមជាមួយនឹងម៉ារូអាហារនេះកំពុងតែធ្វើយើងគ្រាន់តែឃើញក៏យើងដឹងថាអាហារវាស្ងួតប៉ុន្មានដែលមើលទៅទឹកមុខគេនេះមើលតាម៉ារូបរិភោគដឹងហើយថាទឹកដៃគីរីតូយើងធ្វើស្ងាញ់ប៉ុណ្ណាមើលទៅទឹកមុខក៏យើងដឹងដែរកាត់មកដល់ពេលយប់វិញគីរ៉ូកូកំពុងតែមើលរូបថតស្រាប់តែម៉ារូសួរថានោះគឺជាមិត្តប្រុសរបស់អ្នកមែនគីរ៉ូកូក៏ឆ្លើយថានោះមិនមែនទេនោះគ្រាន់តែជាមិត្តភក្តិរបស់ខ្ញុំនៅពីក្មេងហើយម្នាក់ទៀតដែលខ្ញុំធ្លាប់បានស្គាល់តែប៉ុណ្ណោះកាលពេលព្រឹកមកពួកគេកំពុងតែស្វែងរកផ្លូវទៅកាន់ផ្លូវរថភ្លើងហើយស្រាប់តែពួកគេបានជួបប្រទះជាមួយនឹងពួកចៅមួយក្រុមដែលកំពុងតែឲ្យពួកគេដាក់កាបូបចុះបើមិនចង់ត្រូវឈឺខ្លួនហើយបន្ទាប់មកបាទយើងចេញមកការពារគីរ៉ូកូហើយគីរ៉ូកូក៏បានដកកំភ្លើងមកថាប្រសិនបើអ្នកចង់រងត្រូវចាកចេញពីមុខយើងឥឡូវនេះហើយពួកចៅក៏បាននាំគ្នាចេញសត្វតែមានគ្នាវាម្នាក់បានឲ្យក្នុងគ្នាឈប់ថានោះគឺជាកំភ្លើងពិតមែនហើយកុំចាញ់បោកក្មេងកំភ្លើងនឹងប្រើការមិនកើតទេស្រាប់តែពេលនោះគីរ៉ូកូបានហក់ឡើងលើសំណាញ់ហើយពួកចៅបានបើកការវាយប្រហារទៅលើម៉ារូក៏បានវាយបោះពួកចៅនោះឡើងមកចាស់ដៃដែរហើយស្រាប់តែគីរ៉ូកូបានបាញ់កំភ្លើងមួយគ្រាប់ប៉ាំងធ្វើឲ្យដាច់ធំវាធ្លាក់ចំពួកចៅធ្វើឲ្យពួកចៅនោះនេះភ័យលែងហ៊ានធ្វើអីទូអង្គយើងហើយគីរ៉ូកូក៏បាននាំម៉ារូមកកន្លែងចោលដើម្បីរកអីវ៉ាន់ណាដែលអាចប្រើប្រាស់បានស្រាប់តែគីរ៉ូកូបានរកឃើញម៉ាស៊ីនភ្លើងមួយដើម្បីឲ្យពួកចៅនឹងសាកថ្មរបស់នាងហើយពួកចៅក៏សួរថាហេតុអ្វីប៉ុន្តែនាងថាបើសិនអ្នកបានបើកការវាយប្រហារមកលើខ្ញុំមុនបើសិននេះខ្ញុំអាចបែកអ្នកសម្លាប់វាមិនលើអ្នកត្អូនត្អែដែរហើយពួកចៅក៏បានធ្វើតាមហើយនាងក៏បាននិយាយថានៅពេលដែលថ្មពេញនាងនឹងចាកចេញពីកន្លែងនេះហើយបន្ទាប់ពីបានថ្មពេញហើយនាងក៏បានដាក់ចូលក្នុងកំភ្លើងរបស់នាងហើយក៏បាននិយាយថាពួកចៅនៃល្ងងមែនកំភ្លើងនាងអស់ថ្មហើយនៅតែខ្លាចនាងទីហើយក៏បានយកកំភ្លើងទៅគំរាមពួកចៅហើយពួកចៅក៏នាំគ្នារត់ហើយយើងកាត់មកក្នុងទីក្រុងទំនើបវិញសន្តិមានក្មេងពីរនាក់កំពុងតែសន្ទនាគ្នាក្មេងម្នាក់ក៏បានសួរថាតើអ្នកជឿទេថានៅខាងក្រៅមានមនុស្សផ្សេងទៀតហើយក្មេងប្រុសក៏បាននិយាយថាខ្ញុំប្រហែលក៏គិតជាអញ្ចឹងដែរស្រាប់តែពេលយប់ឡើងក្មេងប្រុសនោះក៏នឹកឃើញពេលដែលប្រឡងសព
ក៏ឃើញសំណួរដែលលេចមកនឹងថាតើអ្នកចង់ចេញទៅក្រៅទេកាត់បន្ទប់មួយពេលយប់មកក្មេងនោះក៏បានដើរចេញមកក្រៅហើយក៏អ្នកគ្រប់គ្រងនៅទីនោះក៏បានសួរក្មេងនោះថាតើអ្នកមកនឹងអត់ដេកទេអីតែក្មេងនោះបែរជាសួរថាតើមានមនុស្សរស់នៅខាងក្រៅមែនទេអីហើយអ្នកគ្រប់គ្រងក៏បានសួរថាតើឯងបានកាត់វាដោយពីពេលណាហើយក្មេងនោះក៏បាននិយាយប្រាប់ថាតាំងពីពេលប្រឡងដែលមានសំណួរសួរមកគាត់កាត់មកពេលព្រឹកមកតួអង្គម៉ារូនិងគីរ៉ូកូយើងកំពុងតែនាំគ្នាស្វែងរកផ្លូវទៅកាន់មួយដែលគេឲ្យឈ្មោះថាឋានសួគ៌ហើយពេលនោះពួកគេក៏បានជួបនឹងផ្ទះមួយដែលមានមន្តហើយស្រាប់តែមានដែលម្ចាស់ផ្ទះអ៊ីគាត់ក៏បានដើរមកពីក្រោយហើយសួរថាពួកក៏បានសួរគីរ៉ូកូថាពួកគេកំពុងតែរកកន្លែងស្នាក់នៅមែនទេហើយគីរ៉ូកូក៏បានថាបាទដឹងហើយខ្ញុំកំពុងតែស្វែងរកកន្លែងស្នាក់ហើយគីរ៉ូកូក៏បានសួរអ៊ីម្ចាស់ផ្ទះថាដែរស្គាល់បរិសុទ្ធពីរនាក់នេះអត់ហើយអ៊ីម្ចាស់ផ្ទះគាត់ក៏បានសួរថាម្នាក់ណាដល់គីរ៉ូកូក៏បានយករូបឲ្យអ៊ីម្ចាស់ផ្ទះឲ្យគាត់មើលហើយអ៊ីម្ចាស់ផ្ទះក៏បានសួរគាត់ឈ្មោះថាមានឈ្មោះអ្វីដែរតែគីរ៉ូកូក៏បានប្រាប់ថាខ្ញុំមិនដឹងឈ្មោះគាត់ឈ្មោះអ្វីតែគេហៅថាគាត់ជាសិស្សហើយគីរ៉ូតូក៏បានសួរអ៊ីម្ចាស់ផ្ទះម្ដងទៀតថាគាត់មានដែរធ្លាប់ឮកន្លែងមួយដែលគេហៅថា Heaven ដែលបកប្រែខ្មែរគេថាសូរអញ្ចឹងតែបកវាទៅវាមិនសុខអញ្ចឹងគេហៅថា Heaven អញ្ចឹងហើយកាត់ពីនោះមកក៏ដល់ពេលដែលពួកគេនាំគ្នាងូតទឹកអីយ៉ាប្លង់ស្អាតហើយអ្នកមើលកាត់ដល់ណាណែតោះបានហើយកុំមើលខុយទ្មីហើយបន្ទាប់មកក៏អ៊ីម្ចាស់ផ្ទះក៏បានស្រែកហៅទៅបានហៅគីរ៉ូតូថាអ្នកត្រូវការសាប៊ូទេហើយគីរ៉ូតូក៏ថាបានហើយខ្ញុំកំពុងត្រូវការសាប៊ូហើយកាត់បន្ទាប់មកគីរ៉ូតូក៏បានសួរអ៊ីម្ចាស់ផ្ទះថានោះគឺជាកំភ្លើងនោះអ៊ីម្ចាស់ផ្ទះក៏បានឆ្លើយថានៅម្ដុំនេះក៏មានសត្វចម្លែកមួយកំពុងដើរជុំវិញនេះគីរ៉ូតូគ្រាន់តែលើកពេលនេះពីអ្នកម៉ារូក៏បានសួរថាវាមានសត្វចម្លែកមែនទេថាសត្វចម្លែកនោះវាហើយសត្វចម្លែកនោះវាកំពុងតែនៅម្ដុំនេះឬខ្ញុំអាចសម្លាប់វាបានហើយអ៊ីមចាប់តែគ្រាន់តែលើបែបនេះគាត់ក៏បានកាន់ក្បាច់ឡើងដែរហើយគាត់ក៏បាននិយាយថាកំភ្លើងមិនអាចធ្វើអ្វីវាបានទេហើយពេលនោះគីរ៉ូកូក៏បាននិយាយថាខ្ញុំអាចសម្លាប់វាបានពីអ្នកម៉ារ៉ូហើយកាត់បន្ទាប់មកអ៊ីម្ចាស់ផ្ទះក៏បានយកម្ហូបអាហារឲ្យម៉ារ៉ូគីរ៉ូកូហើយអ្នកទាំងអស់កុំឆ្ងល់ថាបើបានខ្ញុំហៅថាអ៊ីម្ចាស់ផ្ទះតែមានហៅឈ្មោះពូរឿងគេអត់បានបញ្ចេញឈ្មោះអ៊ីម្ចាស់ផ្ទះនោះទេចឹងហើយមានតែហៅអ៊ីម្ចាស់ផ្ទះចឹងហើយអ៊ីម្ចាស់ផ្ទះនឹងក៏បានសួរម៉ារូនឹងថាគេទាំងពីរដែលជាគូស្នេហ៍គ្នាមែនហើយគីរ៉ូកូក៏បានឆ្លើយថាមិនមែនទេគ្រាន់តែជាអ្នកធ្វើដំណើររួមជាមួយគ្នាតែប៉ុណ្ណោះដែលម៉ារូបានធ្វើសំណើធ្វើជាអង្គរៈការពារមីរ៉ូកូហើយមីរ៉ូចាប់ទុកម៉ារូដូចជាអង្គរៈចឹងកាត់មកដល់ពេលយប់មកស្រាប់តែម៉ារូបានទាញភួយនិងភួយរបស់គាត់ចេញទៅដីគៀនឆ្ងាយហើយគីរ៉ូកូក៏បានសួរថាតែម៉ារូមិនដឹងកើតអីមែនបានជាទៅដីស្ងាយមែនគីរ៉ូកូថាតែឯងដឹងខ្លួនឯងហើយចឹងហើយមនុស្សស្រឡាញ់គេម្នាក់ឯងគេមិនស្រឡាញ់ហើយគេចាប់ទុកដូចជាអង្គរៈចឹងឈឺទេឈឺដូចកំពុងអ្នកមើលចឹងស្រឡាញ់គេម្នាក់ឯងកាត់ចិត្តទៅគេមិនស្រឡាញ់យើងទេហើយកាត់បន្ទាប់មកយើងក៏បានឃើញអ៊ីម្ចាស់ផ្ទះកំពុងតែកាន់កំភ្លើងដាក់គ្រាប់ឲ្យអាមើលមិនដឹងថាគាត់កំពុងតែត្រៀមបាញ់អ្វីទេស្រាប់តែនៅលើមេឃមិនដឹងថាមានសត្វអ្វីហោះមកទេនៅប៉ុណ្ណេះណាមានណាដែលគេស្គាល់ថា monster ហើយយើងកាត់មកកន្លែងអ្នកគ្រប់គ្រងគាត់ថា
ខាងក្រៅពិតជាមានហើយខាងក្រៅពិតជាកន្លែងមួយដែលកខ្វក់ហើយសម្បូរទៅដោយមនស្ទ័រ ហើយកាត់មកកន្លែងអេម្ចាស់ផ្ទះវិញយើងក៏បានឃើញសត្វចម្លែកនោះកំពុងតែរកអេម្ចាស់ផ្ទះនឹងហើយនឹងមានរឿងអ្វីកើតឡើងកុំភ្លេចតាមដានវីដេអូក្រោយទាំងអស់គ្នា